ថាជួបជុំខ្មែរមិនត្រូវកំសាន្តទេមានអ្នកច្បាប់ខ្លះថាខ្ញុំរត់រូបនេះហើយខ្ញុំអាចជាប់ទោសខ្ញុំខុសច្បាប់ខ្ញុំមិនខ្លាចច្បាប់ស្រុកខ្មែរទេពីព្រោះច្បាប់ស្រុកខ្មែរនៅក្នុងមាត់នោះខ្ញុំដឹកខ្ញុំក៏គេអាចចាប់ខ្ញុំទៅបានដែរហើយខ្ញុំក៏ចង់ប្រាប់ពីមូលហេតុហើយអ្វីដែលខ្ញុំដឹកនាំផ្សេងការដឹកនាំ30ឆ្នាំកាយទម្រង់បាននេះខ្លះកាយទម្រង់នេះខ្លះអំពើពុករលួយពីថ្នាក់ក្រោមដល់ថ្នាក់លើមន្ត្រីរាជការថ្នាក់ធំថ្នាក់ខ្ពស់មន្ត្រីរាជការថ្នាក់ខ្ពស់ធ្វើបាបមន្ត្រីរាជការថ្នាក់ទូតប្រជារាស្ត្ររងទុក្ខវេទនានេះការដឹកនាំរបស់លោកហ៊ុនសែន30ឆ្នាំ